បច្ចេកទេស electromagnetic កាត់ពលរបស់ Fujian Aircraft Carrier ទំនើបជាង Gerald Ford ចិនបានអួតអាងថាចិនបានអួតអាងថាចុះថ្ងៃនេះលំមកក៏ចិនបានអួតអាងថាបាទចិនបានអួតអាងថាបច្ចេកវិទ្យា electromagnetic កាត់ពលរបស់ខ្លួនចិនអួតអាងថាទី1 electromagnetic កាត់ពលរបស់ខ្លួនគឺចិនជាអ្នករកឃើញខ្លួនឯងទី1ចិនជាអ្នករកឃើញខ្លួនឯងទី2ចិនអួតអាងថា electromagnetic កាត់ពលដែលចិនរកឃើញខ្លួនឯងនោះដំណើរការប្រសិទ្ធភាពមិនមានបញ្ហាដូច electromagnetic កាត់ពលរបស់ the Ford class អាមេរិកទេទី3ចិននិយាយថាដោយសារតែបច្ចេកវិទ្យា electromagnetic កាត់ពលរបស់ចិនអត់មានបញ្ហាគឺប្រព័ន្ធនឹងល្អជាងប្រព័ន្ធរបស់អាមេរិកណាម៉ាស្កាត់នេះគឺជាការអះអាងរបស់ចិនការអះអាងរបស់ចិនអញ្ចឹងខ្ញុំស្រាយជូនដូចតទៅណាខ្ញុំស្រាយជូនដូចតទៅបច្ចេកវិទ្យា electromagnetic កាត់ពលចិនវាមិនមែនដេកយល់សប្តិឃើញណាចិនអត់មានដេកយល់សប្តិឃើញទេគឺអាមេរិកកាំងទេដែលដាក់ឈ្មោះថា electromagnetic កាត់ពលណាពាក្យថាកាត់ពលគឺអាមេរិកកាំងវារកឃើញជាមួយអង់គ្លេសណាកាត់ពលគឺប្រដាប់ធ្ពក់កវែងយន្តហោះឲ្យហោះហៅថាកាត់ពលដល់ពេលវាកសាងកាត់ពលកម្លាំងនៃកវែងយន្តហោះពីដើមប្រើ steam កាត់ពល steam កាត់ពលគឺជាបច្ចេកវិទ្យាសម្រាប់ក្រវែងយន្តហោះឲ្យហោះដែលបានប្រើប្រាស់រលូនណាម៉ាស្កាត់រលូនក៏ប៉ុន្តែក្រោយមកក៏បានជួបនឹងបញ្ហាដែលគេជួបនោះមិនមែនក្រវែងយន្តហោះទៅវាគ្រោះថ្នាក់អីទេអត់មានទេកាលដែលគេប្រើ steam កាត់ពលគេក្រវែងយន្តហោះបានតែយន្តហោះស្រាលហើយតូចយន្តហោះហ្នឹងទី1តូចទី2យន្តហោះហ្នឹងស្រាលពាក្យថាស្រាលហើយតូចគឺទី1យន្តហោះហ្នឹងតូចជាងយន្តហោះបច្ចុប្បន្នណាបន្តមកទៀតទី2យន្តហោះហ្នឹងស្រាលពោលគឺពេលគេចាក់សាំងគេដាក់គ្រាប់យន្តហោះហ្នឹងមានទម្ងន់ស្រាលទៅsteam កាត់ពលហ្នឹងវាក្រវែងយន្តហោះហ្នឹងឲ្យហោះបានដោយឡែកបើវាធ្ងន់ពេកវាក្រវែងទៅមិនរួចទេគេពិសោធន៍ទៅគេប្រើបានទម្ងន់យន្តហោះទៅតាមស្តង់ដារ steam កាត់ពលបន្ទាប់មកទៀតគេបានរកឃើញថា steam កាត់ពលយន្តហោះត្រូវរោខ្លាំងណាស់មុននឹងឡើងរោម៉ាស៊ីនខ្លាំងណាស់តែការរោម៉ាស៊ីនហ្នឹងត្រូវចំណាយពេលរោម៉ាស៊ីនប៉ុន្មាននាទីហើយបន្ទាប់មកទៀតនៅពេលដែលរោម៉ាស៊ីនហ្នឹងម៉ាស៊ីនយន្តហោះហ្នឹងវាឆាប់ឡោកឧទាហរណ៍ថាយន្តហោះដែលហោះចេញពីនាវាផ្ទុកយន្តហោះតាមរយៈបច្ចេកវិទ្យា steam កាត់ពលក្រវែងយន្តហោះទាមទារឲ្យយន្តហោះហ្នឹងរោម៉ាស៊ីនខ្លាំងដែលម៉ាស៊ីនហ្នឹងឡោកមានន័យថាអញ្ចេះឧទាហរណ៍ថាម៉ាស៊ីនយន្តហោះមួយគ្រឿងគេឲ្យហោះ1200ម៉ោងណា1200ម៉ោងបើយន្តហោះហ្នឹងគេកែច្នៃឲ្យទៅជាយន្តហោះដែលអាចហោះឡើងពីនាវាផ្ទុកយន្តហោះវាអាចហោះបានម៉ាស៊ីនហ្នឹងតែ800ម៉ោងទេរីឯ400ម៉ោងត្រូវបាត់បង់ដោយសារម៉ាស៊ីនហ្នឹងវាឡោកអញ្ចឹងយន្តហោះដូចគ្នាដែលដាក់ហោះកែច្នៃឲ្យហោះចេញពីនាវាផ្ទុកយន្តហោះនៅពេលដែលយន្តហោះហ្នឹងហោះចុះលើគោកឡើងលើគោកតាមវេលអាចហោះបាន1200ម៉ោងទៅដកម៉ាស៊ីនចេញដាក់ម៉ាស៊ីនថ្មីបើកែច្នៃឲ្យទៅជា
យន្តហោះដែលហោះឡើងពីនាវាផ្ទុកយន្តហោះវាហោះបានតែ800ម៉ោងនេះវាត្រូវដូរម៉ាស៊ីនអាហ្នឹងគេហៅថាឆាប់ឡោកបន្ទាប់មកទៀតក្រៅពីម៉ាស៊ីនគ្រឿងក្រៅជាបំណែកនៃយន្តហោះហ្នឹងក៏ឆាប់សឹកឆាប់រលុងឆាប់តម្រូវការឲ្យផ្លាស់ប្ដូរ parts of jet fighter ហ្នឹង need to be replaced because wear and tear ហ្នឹងវា happen very fast នេះមកពីបច្ចេកវិទ្យា steam catapult គេរកឃើញថា electromagnetic catapult វាអាចកវែងយន្តហោះបានលឿនជាងមុនហើយយន្តហោះដែលហោះនោះមិនចាំបាច់រោម៉ាស៊ីនខ្លាំងបានសេចក្តីថាម៉ោងហោះយន្តហោះហ្នឹងម៉ាស៊ីនហ្នឹងវាហោះបានណា mascot if you ask បើសិនជាកូនឯងសួរពស់ឬក៏តាណាតាកំពុងឆ្លើយហើយតាសង្កេតឃើញកូនឯងសួររឿងផ្សេងទៀតណាមានន័យតែតិចកូនឯងអត់ស្ដាប់ទេអញ្ចឹងអរគុណដែរដែលអត់ស្ដាប់គឺអត់យល់ទេកូនឯងរស់ទៅដល់ងាប់ទៅវិញក៏កូនឯងមិនយល់ដែរជឿគេพูดរហូតឲ្យតែចិនថាវាល្អហើយតែតាខំប្រឹងបញ្យល់ហ្នឹងឲ្យចៅឯងចេះតែដល់ពេលតែចៅឯងខំប្រឹងសួររឿងផ្សេងទៀតមានន័យថាតិចចៅឯងវាមានអាចតិចច្រើនចេះតែសួរតែអត់ស្ដាប់កាលណាចៅឯងអត់ស្ដាប់គឺចៅឯងអត់យល់ទេចៅឯងឲ្យក្រោយសួរទៀតលើកសួរតាដែរពីព្រោះអីពីព្រោះរឿងមួយហ្នឹងត្រូវយល់ទៅយើងចេះតាបាយហើយនៅតានេះល្អជាងហ៎តានេះអាក្រក់អីទៅតានេះខុសអីទៅអត់ដែលចេះដឹងអីទេវាទាល់តែយើងយល់ហើយបច្ចេកវិទ្យាសាស្ត្រយើងមិនមែនជឿគេថាល្អឬមិនល្អទេគឺយើងយល់អំពីវិស្វកម្មយល់អំពី engineering យល់អំពី technology ហ្នឹងទើបយើងដឹងថាតើ technology ហ្នឹងយ៉ាងម៉េចប៉ុន្តែតាជ្រុលនិយាយទុកឲ្យអ្នកដទៃស្ដាប់វិញដឹងថាចៅឯងមិនស្ដាប់ទេចេះតែទៅសួរទេម៉ាស្កាត់អញ្ចឹងថ្ងៃក្រោយទៅតាឆ្លើយបានក៏ឆ្លើយតាឆ្លើយមិនបានក៏រំលងទៅពីព្រោះថាតែជាអត់ស្ដាប់សួរទៀតហើយសួរទៅឯណាឯណាឡានចាងដែមឯណាកំពុងតែនិយាយពីរឿង electromagnetic catapult អត់យកតែជាស្ដាប់ទេអាហ្នឹងហើយល្ងងនោះជឿគេพูดចិនវាថាស្អីល្អជឿតាមវាទៅត្រឡប់មកដើម្បីឲ្យប្រិយមិត្តស្ដាប់វិញណា mascot មិនស្ដាប់ទេណាតិចមិនស្ដាប់នៅពេលដែលគេរកឃើញ electromagnetic catapult គឺយន្តហោះហ្នឹងវាអាចកវែងហោះលឿនជាងបើគេត្រូវការ5នាទីដើម្បីហោះមួយគ្រឿង electromagnetic catapult ត្រូវការតែ1នាទីទេអញ្ចឹងអាយន្តហោះហ្នឹងវាហោះឡើងលឿនទី2ម៉ាស៊ីនយន្តហោះមិនចាំបាច់រោខ្លាំងពេកទេដែលធ្វើឲ្យយន្តហោះហ្នឹងរក្សាម៉ាស៊ីនបាន1200ម៉ោងដូចហោះលើគោកអញ្ចឹងទី3វាអាចធ្វើឲ្យគ្រឿងក្រៅបំណែកនៃយន្តហោះហ្នឹងមិនងាយសឹកទេដែលការផ្លាស់ប្ដូរវាស៊ីម៉ោងច្រើនចំណេញលុយទី3វាអាចក្រវែងយន្តហោះធ្ងន់ជាងមុនយន្តហោះ payload វាហើយនឹងទំហំយន្តហោះហ្នឹងធំជាងបន្តិចហើយធ្ងន់ជាងមុនវាអាចក្រវែងយន្តហោះបានដោយសារទី1វាអាចក្រវែងយន្តហោះលឿនទី2វាមិនសឹកគ្រឿងក្រៅនៃបំណែកយន្តហោះទី3វាមិនឡោកម៉ាស៊ីនលឿនទី4វាអាចដាក់ក្របបានច្រើនឬចាក់សាំងបានច្រើនវាធ្វើឲ្យយន្តហោះហោះញឹកញយឡើងចុះបានលឿនបន្ទាប់មកទៀតវាធ្វើឲ្យយន្តហោះហ្នឹងមិនងាយខូចវាធ្វើឲ្យយន្តហោះហ្នឹងមិនចាំបាច់ដូរម៉ាស៊ីនឆាប់ពេកចំណេញលុយបន្ទាប់មកទៀតវាធ្វើឲ្យយន្តហោះហ្នឹងដាក់សាំងបានច្រើនដាក់ក្របបានច្រើនពីចំណុចនាវាផ្ទុកយន្តហោះទៅកាន់រង្វង់ផ្ចិតនៃការហោះវាហោះបានឆ្ងាយដូច្នេះវាច្បាំងបានប្រសិទ្ធភាពឧទាហរណ៍នៅពេលដែល strike group ក្បួននាវាផ្ទុកយន្តហោះហ្នឹងបានទៅដល់ទីតាំងមួយហើយធ្វើការវាយប្រហារសង្គ្រាមកំពុងតែផ្ទុះឡើងបើសិនណាជាប្រើ steam catapult យន្តហោះហ្នឹងឧទាហរណ៍ថានាវាផ្ទុកយន្តហោះហ្នឹងមានយន្តហោះ60គ្រឿងបើប្រើ steam catapult ក្នុងមួយថ្ងៃយន្តហោះហ្នឹងអាចហោះបានឧបមាថាបាន30ជើងក្នុង24ម៉ោងវឹង30ជើង30ជើងគុណនឹង60គ្រឿងយន្តហោះមួយគ្រឿងហោះបាន30ជើងឧទាហរណ៍ណាគេគិតសមរភូមិចា
30 ជើងគុណនឹង60គ្រឿងមានន័យថា24ម៉ោងយន្តហោះនឹងអាចវាយបាន1800ចំណុច Electromagnetic catapult បើវាអាចកវែងយន្តហោះបានលឿនវានឹងធ្វើឲ្យយន្តហោះនឹងចុះចតក៏លឿនដាក់គ្រាប់ទៅកវែងទៅទៀតអញ្ចឹងអាជើងយន្តហោះដែលទៅវាយប្រហារលើសមរភូមិវាកើនឡើងដែលធ្វើឲ្យសង្គ្រាមនឹងឈ្នះសង្គ្រាមនឹងមានប្រៀបអាហ្នឹងឯងជាចំណុចបន្តមកទៀតនៅពេលដែលគេកវែងយន្តហោះនឹងឡើងយន្តហោះនឹងអាចទៅស្កាត់បច្ចាមិត្តបានឆ្ងាយតែធ្វើឲ្យនាវាផ្ទុកយន្តហោះហ្នឹងនៅឆ្ងាយពីគ្រោះថ្នាក់នេះគឺជា advantage ណាគឺជាចំណុចដែលរឿងហ្នឹងអញ្ចឹងចម្លើយថាអាចារ្យមាននឹកឃើញ electromagnetic catapult វានឹកឃើញតែតៅហ៊ូទេចុះបើវាមិនដែលនឹកឃើញ electromagnetic catapult ផងណាមានន័យថាម៉េចមានន័យថាអាចារ្យលួចគេអាចារ្យនឹងវាលួចគេតោះតែគេធ្វើឲ្យបានវាលួចគេអាហ្នឹងមួយទៀតតើអាការអះអាងរបស់អាចារ្យហ្នឹងដែលវាថារបស់វាដើររលូនហ្នឹងធ្វើម៉េចដើររលូនបើមិនទាន់បង្ហាញតេស្តផងណាយន្តហោះនាវាផ្ទុកយន្តហោះហ្វូជៀនហ្នឹងអត់ទាន់ក្រវែងយន្តហោះឡើងនៅឡើយទេវាក្រវែងយន្តហោះមួយគ្រឿងពីរគ្រឿងអីឡើងមែនប៉ុន្តែវាអត់ទាន់បានក្រវែងយន្តហោះឡើងនៅក្នុងសមុទ្រពេញមួយថ្ងៃទេយកាលកន្លងមកអត់មាននាវាផ្ទុកយន្តហោះចិនណាក្រវែងយន្តហោះបាន60គ្រឿង24ម៉ោងទេអត់ទេពីព្រោះនាវាផ្ទុកយន្តហោះរបស់ចិនទាំងអស់អត់មានយន្តហោះ60គ្រឿងទេហើយអានាវាហ្វូជៀនអត់ទាន់ក្រវែងយន្តហោះទេបើវាអត់ទាន់ក្រវែងយន្តហោះទេមិនក៏វាថាវាគ្រាន់បើជាងបន្តមកទៀតតើ electromagnetic catapult របស់អាមេរិកមានបញ្ហាទេចម្លើយថាមានវាយមិនបានមានបញ្ហាធម្មតាវិទ្យាសាស្ត្រកាលណាគេដាក់ឲ្យប្រើប្រាស់គេពិសោធន៍កាលណាគេពិសោធន៍គឺជួបបញ្ហាកាលណាជួបបញ្ហាគេកែបញ្ហាគេពិសោធន៍តទៅទៀតបច្ចេកវិទ្យាមួយគេ trial គេ test មុននឹងគេដាក់ឲ្យប្រើដល់ដាក់ឲ្យប្រើហើយនៅមានបញ្ហាគេបន្តកែបញ្ហាចំណែកចិនណាចំណែកចិនវាមានកែបញ្ហាកន្ទួយអីវានៅពេលវាមានបញ្ហាវាអត់ប្រាប់ផងដូចហ៊ុនសែនវាយជាមួយសៀមឈ្នះឡើងប៉ោងខោដល់ឈ្នះប៉ោងខោមានប្រាប់យើងណាដូចស្រីដឹកអញ្ចឹងស្រីដឹករស់ឲ្យល្វើកប៉ុន្តែរស់វាមិនឃើញស្រីដឹកឃើញតែគេដឹកស្រីអូខេហើយចុះរឿងព្រំដែនគេថាមិនដូរដីទេប៉ុន្តែដីឃើញគេដូរហ៊ុនសែនអត់ដូរទេដីប៉ុន្តែដីឃើញសៀមវាយកអត់ដកតបថយទេពីមុំ3ប៉ុន្តែសម្រួលកងទ័ពឃើញសៀមវាមកលុបត្រង់សេអានសេះមិនថយទេសូម្បីតែមួយចង្អាមអត់ថយមួយចង្អាមទេឃើញសៀមវាចូល 4-5 ម៉ែត្រមកដល់អារូបសំណាកដែលវាបាញ់ដួលហ្នឹងឥឡូវនេះនៅនឹងអាស្អីអាថ្មដាណាអត់ថយទេប៉ុន្តែដល់ឥឡូវហ្នឹងសៀមវាថាវាបន្តិចទៀតវាយកត្រាក់ទ័រមកបុកអាកាស៊ីណូរបស់លីយ៉ុងផាត់ណាឃើញហើយវាគិតលុយទៀតអញ្ចឹងណាចំណែកសៀមងាប់ពេញព្រៃឡើងស្អុយណាឡើងស្អុយងាប់ពេញព្រៃឡើងស្អុយអញ្ចឹងណាបានថាឈ្នះឡើងប៉ោងខោណាអានោះអញ្ចឹងចំណែកចិនដូចគ្នាវាអត់ដែលនិយាយអំពីបញ្ហាដែលវាប្រឈមលើបច្ចេកវិទ្យាទេអញ្ចឹងអា electromagnetic catapult ហ្នឹងអារឿងអួតហើយប៉ុន្តែវាអត់មាន statistic អត់មានតួលេខចេញមកទេអាចកន្លះខោអាហ្នឹងអញ្ចឹងណាអូខេណាចាប់មួយចិនដាឈូកអ្នកព្រំដែនវេទនាពេលនេះពូនិយាយត្រូវគេខាតខ្សែតកាច់យើងក៏ខាតដូចគ្នាលើកមុនពោតក្រហមដាំតាមចំការ1គីឡូបាទឥឡូវលក់1គីឡូ400លុយខ្មែរបាទបបោដឹកវាមិនចាញ់កូនអាហ្នឹងគេយកធ្វើចំណីសัตว์ថាវិញស្មានតែបងសម្រាប់ហើយអត់ទេបងនៅគឹមតើរឿងអុកញ៉ាសើនគុយជារឿងពិតទេលោកពូខ្ញុំឆ្លើយតាមចំណេះដឹងឯណាកូនណាតែ
តែបើអ្នកកម្មជាក្រោមឮគាត់អាចអន់ចិត្តទី1ចំពោះខ្ញុំណាគាត់ណាតើលោកសិនកុយគឺជាមនុស្សពិតប្រាកដទេ Yes គាត់ជាមនុស្សពិតប្រាកដគាត់ជាមន្ត្រីតូចមួយនៅក្នុងអាណាខេត្តដែលខ្ញុំមិនច្បាស់ថាគាត់ជាមេស្រុកឬក៏មេឃុំទេណាខ្ញុំក៏មិនដឹងដែរប៉ុន្តែបើគាត់ជាចៅហ្វាយខេត្តអីអត់ទេគាត់អាចជាចៅហ្វាយស្រុកជាអីនឹងមួយដឹងតែប៉ុណ្្នឹងឯងជាចៅហ្វាយស្រុកឬក៏ជាមេឃុំនឹងតាមខ្ញុំសន្និដ្ឋានតើឈ្មោះសឿនកុយនឹងពិតជាមានមនុស្សឈ្មោះសឿនកុយទេ Yes ចុះសឿនកុយនឹងគាត់ជាខ្មែរក្រោមទេ Yes ចុះសឿនកុយនឹងគាត់តស៊ូជាមួយនឹងយួនទេ Yes តើតស៊ូរបៀបណាគាត់ច្បាំងរាំងជលអីទេខ្ញុំអត់ដឹងទេតើគាត់ស្លាប់ដោយសារយួនសម្លាប់ទេ Yes ណាតើគាត់ស្លាប់នឹងរឿងគេថាគាត់ចង់ឲ្យយួននឹងវារក្សាទុកទំនៀមទម្លាប់ប្រពៃណីខ្មែរជាការដោះដូរមុនគាត់ស្លាប់ទេអត់ដឹងខ្ញុំគ្រាន់តែយកសភាវៈមនុស្សមកគិតទេណាកូនថាតើអ្នកបើគេចាប់ខ្ញុំយកទៅសម្លាប់តើខ្ញុំមានអីទៅចរចាជាមួយគេកូនមានអីទៅចរចាជាមួយគេអូខ្ញុំចរចាមួយគេថាលោកអើយសន្យាខ្ញុំមកទុកប៉ុនកូនខ្ញុំអាណាដែលគេមកសន្យានៅពេលគេចាប់យើងវាស្រេចតែគេចាប់យើងបានគេធ្វើអីយើងធ្វើដែរអញ្ចឹងរឿងហ្នឹងខ្ញុំអត់ដឹងរឿងព្រេងនិទានអីដែលនិយាយអីថាហ្នឹងក៏ខ្ញុំអត់ដឹងរឿងមួយទៀតរឿងអភូតហេតុថាលោកសិនកុយគាត់ដាំដើមអីទេគាត់ដាំចង់ចោះក្រោមហើយដើមហ្នឹងក៏ដុះរហូតដល់សប្តាហ៍មានបងប្អូនយើងទៅទស្សនាអីសួរថារឿងហ្នឹងវាពិតឬមិនពិតខ្ញុំអត់ដឹងបើខ្ញុំអត់ជឿថាដើមឈើដាំក្បាលចុះក្រោមវាដុះហ៎អូខេណាវាអាចគេបំបៅឯហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែជាធម្មជាតិវាខ្ញុំអត់ជឿតែអាហ្នឹងខ្ញុំអត់តវ៉ាទេជារឿងព្រេងអូខេបន្តមកទៀតមានពាក្យគេថាលោកសឿនសាននេះជាពូជសឿនកុយខ្ញុំអត់ជឿខ្ញុំដូចមិនដែលឮសូវសឿនសានគាត់និយាយផ្ទាល់ផងណាខ្ញុំអត់ជឿនឹងប៉ុណ្ណឹងណាកូនណាអញ្ចឹងកុំឯងសួរថាតើរឿងសឿនកុយពិតទេពិតរយៈកាលកន្លងមកមានប្រវត្តិលោកសឿនកុយទេអត់មានតែប្រឡោមលោកដូចជាស៊ូចម្រើនណាគេសរសេរជាប្រឡោមលោកបែបប្រវត្តិសាស្ត្រដែលដាក់ចំណងជើងថាអុកញ៉ាសឿនកុយនឹងមានតែបើជាប្រវត្តិសឿនកុយខ្ញុំអត់ដែលបានជួបទេចាប់ឆ្លើយកូនឯងប៉ុណ្ណឹងណានៅខ្មែរក្រោមឮគាត់អន់ចិត្តដែរគាត់ថានិយាយអីចឹងខ្ញុំអត់ដឹងទេខ្មែរក្រោមគាត់គិតអីខ្ញុំក៏ជាប់ឈាមខ្មែរក្រោមដែរប៉ុន្តែខ្ញុំសំអាងទៅលើថាខ្ញុំឃើញឬមិនឃើញនៅឯកសារណា Ponly Peng ចំណុចខ្សោយរបស់ចិនគឺការ build brand name ចំណុចខ្សោយរបស់ចិនអត់មានអីខ្សោយទេចិនឆ្លាតប៉ុន្តែគ្រាន់តែថាចិនស្ថិតនៅក្នុងដំណាក់កាលចម្លងពីគេតែប៉ុណ្្នឹងទេណាចិនអត់មានអីខ្សោយទេចិនខ្លាំងប៉ុន្តែខ្លាំងវាមិនតាន់ដល់កម្រិតណាតែប៉ុណ្្នឹងទេមិនមែនមកពី brand ទេ brand ចិនមានតាចិនមានប៉ុន្តែគាត់វាតិចណារតនៈហើយមកវិញទៅណាស្រឹមសុភ័ក្រតើសេដ្ឋកិច្ចពិភពលោកអាចមានកំណើនល្អឡើងវិញទេឆ្នាំ25អត់ល្អទេឆ្នាំ26ក៏អត់ល្អដែរអត់ល្អទេណាកូនណាPonly Peng No my answer is no ណាលីផេងចម្លើយរបស់ពូគឺអត់ទេផ្សារភាគហ៊ុនកម្ពុជាមិនតាន់មានរចនាសម្ព័ន្ធទំនុកចិត្តទេមូលហេតុនេះហើយដែលវិនិយោគិនគេអត់វិនិយោគឬសូថាកូរ៉េគេជួយរៀបអីប៉ុន្តែអត់ work ដូច្នេះខ្ញុំអត់ recommend ទេសាយនិស័យកូនឯងកុំច្រឡំណាសំណង់ហ្នឹងគេសង់ជាសំណង់ខេត្តហាទៀង
កូនឯងបានព័ត៌មានពីណាមកថាគេសង់នៅខេត្តកំពតខេត្តហាទៀងរបស់គេទេកូនអូខេសំណង់សប្ងៃវាមាន2កូនណាមាន2សំណង់ណាបាទសំណង់មាន2សំណង់មាន2វាមាន2សំណង់ណាសប្ថ្ងៃមានការភ័ន្តច្រឡំច្រើនលើអ៊ីនធឺណិតថាវៀតណាមកំពុងសង់ស្ពានយ៉ាងវែងពីខេត្តហាទៀងទៅកោះត្រល់មិនទាន់មាននៅឡើយទេគម្រោងនេះគ្រាន់តែសិក្សាតែអត់មាននៅឡើយទេអ្វីដែលជាគម្រោងពិតរបស់យួនគឺផ្លូវលើសមុទ្រប្រវែង 4700 ម៉ែត្រទៅកំពង់ផែហាទៀងឈ្មោះផ្លូវការគឺដួងដាន់រ៉ាកាងតុងហប់តេប៉េហាទៀងដែលមិនដឹងប្រែថាម៉េចទេប្រែថាកំពង់ផែពាណិជ្ជកម្មទូទៅនៃខេត្តហាទៀងខ្ញុំប្រែអញ្ចឹងចុះណាបានអនុម័តជាផ្លូវការកាលពីថ្ងៃទី22ខែមិថុនាឆ្នាំ2025ឲ្យបើកការដ្ឋានសាងសង់ដែលចាក់ដីចំនួនជាង4គីឡូម៉ែត្រទៅក្នុងសមុទ្រនិងសង់ស្ពានក្នុងសមុទ្របណ្ដោយ240ម៉ែត្រគម្រោងនៃសំណង់នេះត្រូវបញ្ចប់នៅឆ្នាំ2027គោលបំណងគឺបង្កើតកំពង់ផែទឹកជ្រៅថែទាំពាណិជ្ជកម្មជាមួយកម្ពុជាថៃនិងអភិវឌ្ឍទេសចរជាយសមុទ្រនេះគឺជារឿងដែលកំពុងកើតឡើងរីឯស្ពានវែងដែលមានប្រវែងពី40ទៅ45គីឡូម៉ែត្រពីហាទៀងទៅកោះហ្វូកុកគ្រាន់តែជាការសិក្សាមិនទាន់សម្រេចថាសាងសង់ទេព័ត៌មានខ្លះនិង YouTube ខ្លះនិយាយថាប្រវែង45គីឡូម៉ែត្រនឹងអាចคล้ายទៅជាស្ពានលើសមុទ្រវែងជាងគេមួយក៏ប៉ុន្តែអត់ទាន់សាងសង់ទេអត់ទាន់អនុម័តទេឯកសារផ្លូវការនិងព័ត៌មានផ្លូវការដែលរកបានមិនទាន់មានសេចក្តីអនុម័តលើផែនការនឹងទេគ្រាន់តែជាការសិក្សាគម្រោងដែលយើងមើលឃើញថតវីដេអូបាននៅពេលនេះគឺផ្លូវលើសមុទ្រប្រវែងជាង4គីឡូម៉ែត្រនិងកំពុងនឹងស្ពានលើសមុទ្រប្រវែង240ម៉ែត្រឆ្ពោះទៅកាន់កំពង់ផែហាទៀងខណៈពេលស្ពានហាទៀងហ្វូកុកនៅតែជាគំនិតប៉ុណ្ណោះមិនទាន់មានស្ថានភាពផ្លូវការនៅឡើយទេនេះគឺជារឿងអញ្ចឹងកូនឯងនិយាយពីរឿងខេត្តកំពតខេត្តអីហ្នឹងគឺកូនឯងកំពុងតែចាញ់បោកគេភូតហើយអាអ្នកភូតហ្នឹងភូតបង្កើតរឿងណាកាត់រឿងញយទៅកាត់រឿងទៅឆ្លោះជាមួយយួនទៀតទៅសម្ដេចហ៊ុនសែនវាយឈ្នះសៀមឡើងប៉ោងខោអញ្ចឹងសម្ដេចហ៊ុនសែនវាយជាមួយយួនណាច្បាស់ជាឈ្នះយួនវាយ5ថ្ងៃឈ្នះសៀមប៉ោងខោបើវាយមួយយួនតែមួយថ្ងៃទេច្បាស់ជាសម្ដេចឈ្នះយួនប៉ោងខោណាណាយួនប៉ោងខោគាត់ថាវាយហើយសម្ដេចគាត់ថាជោគជ័យប៉ុណ្ណេះតកូលហ៊ុនឈប់កាន់អំណាចឈ្នះគេប៉ោងខោ2ដងឈ្នះអាកើតឈ្នះអាលិចប៉ោងខោឈ្នះអាកើតប៉ោងខោហ៊ុនសែនឈប់កាន់អំណាចជប់កាន់អំណាចគេហៅថាចូលនិវត្តន៍ណាពីព្រោះវាជោគជ័យខ្លាំងពេកក្នុងឆាកជីវិតណាអាហ្នឹងចឹងជោគជ័យខ្លាំងពេកជោគជ័យក្នុងឆាកជីវិតខ្លាំងពេកអាហ្នឹងចឹងអូខេជោគជ័យក្នុងឆាកនយោបាយខ្លាំងពេកណានឹងចឹងណាកូនណានិស័យ Master VH និយាយលើវិស័យ trading តើលោកតាគិតបែបម៉េចលើវិស័យមួយនេះ trading អីកូន trading នៅក្នុងទីផ្សារហិរញ្ញវត្ថុឬក៏ trading នៅក្នុង trade ដោះដូរទំនិញពិភពលោកឬក៏ trading នៅក្នុងការដោះដូរទំនិញក្នុងស្រុកអូខេលោកតាយកមិញក្លាប់ឡានក្រុងស្លាប់16នាក់ហើយលោកតាការកើតហើយនឹងការស្លាប់ជារឿងធម្មតាកូនយើងកិច្ចអត់រួចទេហើយអត់ដឹងដល់ពេលណាទេកូនអើយចេះតែខំទៅណា
ណាមិនបានតាមមិនសូវចាប់អារម្មណ៍ឲ្យចាប់អារម្មណ៍មិនសណ្ដាប់ធ្នាប់ចរាចរណ៍ការត្រួតពិនិត្យយានយន្តអីក៏វាអត់មានទេវាធូររលុងនៅប្រទេសកម្ពុជាណាចរាចរណ៍តាមផ្លូវថ្នល់ក៏វាធូររលុងណាយានយន្តក៏វាធូររលុងណាអ្នកបើកបរក៏គ្នាបថុយអ្នកជិះក៏គ្នាបថុយធ្វើម៉េចឡើងតែក្លាប់ហើយតែងប់ហើយតែរស់ហើយតែលបួសហើយអត់ដឹងធ្វើម៉េចទេឌីម៉ៃលោកតាដល់ពេលអញ្ចឹងដល់ពេលអីចឹងពេលសភាវុធយោធាអាមេរិកពេលមានបញ្ហាក្រមទាហានអាចបំផ្ទុះបំផ្លាញការពារនៅសម្ងាត់បច្ចេកវិទ្យាគេលួចហើយនឹងបង្រៀនចូលក្នុងការសិក្សាប្រទេសទេតាស្ដាប់តាអានទៅមិនសូវយល់ទេកូនណាមិនសូវយល់ទេប៉ុន្តែរឿងនេះតាមិននិយាយទេណាកូនតាជាពលរដ្ឋអាមេរិកកន្លែងខ្លះតាអត់និយាយទេតាការពារអាមេរិកតាមិននិយាយទេតានិយាយរឿងខ្លះតែរឿងខ្លះអត់និយាយទេអូខេសុកច័ន្ទ